បើខ្ញុំបានឡើងសំជួនជំរាបបុតខាងឡងយើងថាប្រវត្តិភ្នំកងរៃព្រមព្រោះយ៉ាងណាហើយបងប្អូនជួយទៅដល់ដល់ដែរផងឲ្យបានគុណខ្ញុំជំរាបទេបងប្អូនបាទពងឆ្នាំងខេត្តខ្ញុំមានភ្នំកងរៃពងឆ្នាំងខេត្តខ្ញុំមានភ្នំកងរៃមានប្រវត្តិល្បីល្បីទាំងពេញស្រុកខ្មែរទៅដល់ខេត្តណាក៏គេនិយាយដែរទៅដល់ខេត្តណាក៏គេនិយាយដែរថាកងរៃស្មោះស្នេហ៍សុខចិត្តស្លាប់ខ្លួនចំណែកស្រុកខ្ញុំមានភ្នំស្ដេចស៊ីដងចំណែកស្រុកខ្ញុំមានភ្នំស្ដេចស៊ីដងប្រវត្តិមិនល្អសោះជាស្ដេចមិនប្រពៃស្ដេចមិនសោយតែដោះជារៀងរាល់ថ្ងៃស្ដេចសោយតែដោះជារៀងរាល់ថ្ងៃកងប្រពៃនេះស្ដេចដទៃទៀតកំពង់ឆ្នាំងខេត្តខ្ញុំមានប្រវត្តិច្រើនណាស់កំពង់ឆ្នាំងខេត្តខ្ញុំមានប្រវត្តិច្រើនណាស់ខ្ញុំរួបមិនអស់ព្រោះមានច្រើនក្រាំងក្រៃមានភ្នំសន្ទូចក្រាំងដីមានថ្លាថ្លៃមានភ្នំសន្ទូចក្រាំងដីមានថ្លាថ្លៃពិសេសមានភ្នំកងរៃវាមានប្រវត្តិល្អរឿងភ្នំកងរៃឲ្យស្រីស្រីស្មោះសរឿងភ្នំកងរៃឲ្យស្រីស្រីស្មោះសធ្វើជាគំរូល្អឲ្យស្រីស្រីចំនួនក្រោយសុខចិត្តស្លាប់ខ្លួនស្មោះមួយនឹងមួយសុខចិត្តស្លាប់ខ្លួនស្មោះមួយនឹងមួយឲ្យស្រីស្រីចំនួនក្រោយនឹងធ្វើដំណើរតាមស្រីស្រីអីលើខ្លះគាត់មិនបានល្អស្រីស្រីអីលើខ្លះគាត់មិនបានល្អមិនបានស្មោះសរដូចនាងកងរៃខ្លាំងរត់ចោលកូនខ្លាំងរត់ចោលប្តីខ្លាំងរត់ចោលតាខ្លាំងរត់ចោលយាយគង់ពីនាងកងរៃស្មោះប្តីតែមួយបាទបាត់ទៅខ្ញុំដល់សុំជួបរីផងបាទពងឆ្នាំងខេត្តខ្ញុំមានភ្នំកងរៃពងឆ្នាំងខេត្តខ្ញុំមានភ្នំកងរៃមានប្រវត្តិល្បីល្បីទាំងពេញស្រុកខ្មែរទៅដល់ខេត្តណាក៏គេនិយាយដែរទៅដល់ខេត្តណាក៏គេនិយាយដែរថាកងរៃស្មោះស្នេហ៍សុខចិត្តស្លាប់ខ្លួនចំណែកស្រុកខ្ញុំមានភ្នំស្ដេចស៊ីដងចំណែកស្រុកខ្ញុំមានភ្នំស្ដេចស៊ីដងប្រវត្តិមិនល្អសោះជាស្ដេចមិនប្រពៃស្ដេចមិនសោយតែដោះជារៀងរាល់ថ្ងៃស្ដេចសោយតែដោះជារៀងរាល់ថ្ងៃកងប្រពៃនេះស្ដេចដទៃទៀតកំពង់ឆ្នាំងខេត្តខ្ញុំមានប្រវត្តិច្រើនណាស់កំពង់ឆ្នាំងខេត្តខ្ញុំមានប្រវត្តិច្រើនណាស់ខ្ញុំរួបមិនអស់ព្រោះមានច្រើនក្រាំងក្រៃមានភ្នំសន្ទូចក្រាំងដីមានថ្លាថ្លៃមានភ្នំសន្ទូចក្រាំងដីមានថ្លាថ្លៃពិសេសមានភ្នំកងរៃវាមានប្រវត្តិល្អរឿងភ្នំកងរៃឲ្យស្រីស្រីស្មោះសរឿងភ្នំកងរៃឲ្យស្រីស្រីស្មោះសធ្វើជាគំរូល្អឲ្យស្រីស្រីចំនួនក្រោយសុខចិត្តស្លាប់ខ្លួនស្មោះមួយនឹងមួយសុខចិត្តស្លាប់ខ្លួនស្មោះមួយនឹងមួយឲ្យស្រីស្រីចំនួនក្រោយនឹងធ្វើដំណើរតាមស្រីស្រីអីលើខ្លះគាត់មិនបានល្អស្រីស្រីអីលើខ្លះគាត់មិនបានល្អមិនបានស្មោះសរដូចនាងកងរៃខ្លាំងរត់ចោលកូនខ្លាំងរត់ចោលប្តីខ្លាំងរត់ចោលតាខ្លាំងរត់ចោលយាយគង់ពីនាងកងរៃស្មោះប្តីតែមួយបាទបាត់ទៅខ្ញុំដល់សុំជួបរីផងបាទ